ប្រកាសអត់ថាចង់កាត់អាយុដើម្បីគេនោះការប្រយុទ្ធនៅតែបន្តទោះបីជាពួកឈ្លានពានមានអាវុធទំនើបប៉ុន្តែកងទ័ពរបស់ខ្មែរស្ម័គ្រស្លាប់មិនរៀថយការពារទឹកដីនេះការពារប្រជាជនយើងនិងការពារដែលអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាឲ្យគង់វង្សឋិតថេរជាអមតៈប្រជាជនខ្មែរមិនត្រូវការទឹកដីនរណាហើយក៏មិនត្រូវឲ្យនរណាម្នាក់មកឈ្លានពានទឹកដីមួយនេះតាមតែអំពើចិត្តនោះទេកងទ័ពពួកឈ្លានពានបញ្ជូនមកកាន់តែច្រើនលើកនេះមានទាំងរថក្រោះនិងយន្តហោះវាយប្រហារទៅលើលំនៅឋានវត្តអារាមនិងលើវីរៈកងទ័ពខ្មែរដែលកំពុងតែឈរជើងការពារខ្សែបន្ទាត់ព្រំដែនទីហ៊ានខ្មែរប្រឹងប្រែងការពារទឹកដីនិងភូមិអ្នកស្រុកទាំងលំបាកតែក្នុងចិត្តរបស់ពួកគាត់ម្នាក់បានបដិញ្ញាចិត្តលះបង់សាច់ស្រស់ឈាមស្រស់ថ្វាយដល់ទឹកដីជនជាតិរបស់ខ្លួននិងប្រាសាទបុរាណខ្មែរដែលដូនតាបានលះបង់ជីវិតដើម្បីការពារដើម្បីឲ្យកូនចៅជំនាន់ក្រោយមានដីរស់នៅនិងមានគេដំណើរដ៏អស្ចារ្យដើម្បីបង្ហាញជូនដល់ពិភពលោកនេះថាប្រទេសខ្មែរធ្លាប់ជាមហាអំណាចនៅក្នុងតំបន់នេះ
ôngមើលទៅតបរបស់ពួកវាច្រើនណាស់ ឯងខ្លាចមែនទេ ខ្ញុំមានអារម្មណ៍ថាភ័យតិចៗដែរលោកអ៊ំ ត្រូវចាំថាឪពុកម្ដាយនិងមនុស្សជាទីស្រឡាញ់របស់កូនតុងឯងនៅចាំឯងនៅឯផ្ទះហើយទឹកដីនេះគឺជាទឹកដីរបស់ខ្មែរដូច្នេះអរុក្ខរៈអ្នកតាគេនឹងការពារថែរក្សាពួកយើងធ្វើចិត្តឲ្យក្លាហានពួកយើងនឹងមិនអីទេពួកវាក៏ជាមនុស្សយើងក៏ជាមនុស្សអញ្ចឹងគ្មាននរណាខ្លាំងជាងនរណានោះទេ បាទលោកអ៊ំខ្ញុំយល់ហើយ លោកអ៊ំបងប្អូនយើងស្លាប់ច្រើនណាស់ មើលទៅមានតែសម្រុកចូលទៅកំទេចរថក្រោះរបស់ពួកវាទេទើបយើងមានសង្ឃឹមឈ្នះពួកវាប៉ុន្តែឯងត្រូវតែបាញ់ការពារយើងពីក្រោយទើបអាចទៅរួច ធ្វើបែបហ្នឹងមិនកើតទេដឹងអ៊ំព្រោះតបពួកវាច្រើនណាស់វិធីហ្នឹងបន្ថយបន្ថានខ្លាំងណាស់អ៊ំអើយរកវិធីអីផ្សេងទៅខ្ញុំខ្លាចថាខ្ញុំជួយបាញ់ការពារអ៊ំមិនតាន់ព្រោះអីខ្ញុំគឺជាកងទ័ពថ្មីមិនដូចជាកងទ័ពជំនាន់អ៊ំហ្នឹងទេដែលស្ទាត់ជំនាញហើយនឹងប្រឡូកនៅក្នុងការធ្វើសង្គ្រាមហ្នឹងច្រើនរកវិធីផ្សេងទៅអ៊ំ បើមិនប្រើវិធីនេះគ្មានវិធីផ្សេងនោះទេធ្វើបែបនេះទ័ពជំនួយយើងអាចនឹងមកតាន់អាចនឹងជួយយើងហើយយើងក៏នឹងមានជ័យជំនះទៅលើពួកវាមានសង្ឃឹមតិចតួចប្រសើរជាងគ្មានសង្ឃឹមយ៉ាងណាក៏ដោយអ៊ំចាស់ហើយអ៊ំយកជីវិតចុងក្រោយមួយនេះដើម្បីថ្វាយជូនប្រទេសជាតិពិតជាមានតម្លៃណាស់ ទេមិនកើតទេអ៊ំ បើវាធ្វើមិនកើតទុកឲ្យយើងអ្នកជួយ ឯងជាខ្វាត់ព្រីពិសាចមកពីខាងណាឯងមិនខ្លាចទេវើយ យើងគឺលបងលុនរបស់ឯងហ្នឹងណាឯងអត់ចាំសម្លេងរបស់យើងទេ លបងលុនលបងស្លាប់ហើយ អ៊ំលុន អញស្លាប់ហើយមិនបាច់សួរនាំច្រើនទេចាំអញជួយ លបងសល់ត្រឹមតែក្រុងឆ្អឹងហ្នឹងជួយដល់របៀបមិនទៅ កុំថាឡើយយើងសល់ត្រឹមក្រមចិនទោះបីយើងសល់ត្រឹមតែវិញ្ញាណក៏យើងមិនឲ្យពួកវាឈ្លានពានទឹកដីយើងបានដែរឯងចាំមើលសិនទៅ លុនបានប្រើអំណាចផ្លូវចិត្តអំណាចបុណ្យកុសលដើម្បីបំផ្លាញអាវុធធុនធ្ងន់របស់ពួកចៅឈ្លានពានប៉ុន្តែចុងក្រោយគាត់ក៏រលាយបាត់ដែរទោះយ៉ាងណាក៏ដោយ
ពួកចៅឈ្លានពាននៅតែបញ្ជូនទ័ពចូលមកយ៉ាងណាក៏ដោយកងទ័ពជំនួយរបស់ខ្មែរក៏មកដល់ រាជនីរត់ទៅបងអូនបងមេតាអត់ទេឆាប់លេងបងមេតាភ្លាម ช่วยด้วย มันไอ้ធ្វើបាបបងមេតារបស់យើងទេ ไอ้ประกาศថាចង់ចាត់អាយុដើម្បីគេនោះ ដើម្បីគាត់បានរស់ខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាង